តបងអូនមកធ្វើនំខេកតៃវ៉ាន់ទាំងអស់គ្នាបងអូនសម្រាប់នំខេកតៃវ៉ាន់នេះយើងប្រើពងមាន់ចំនួន8គ្រាប់យើងគួរយកផ្នែកសផ្សេងផ្នែកក្រហមផ្សេងបងអូនកុំឲ្យវាធ្លាក់ផ្នែកក្រហមចូលទៅផ្នែកពណ៌សបងអូនហើយយើងប្រើម្សៅនំខេករបស់យើងនឹងចំនួន150ក្រាមបងអូនហើយយើងរែងវាមកដើម្បីឲ្យនៅពេលដែលយើងលាយសាច់ម្សៅទៅវាម៉ត់ល្អបងអូននៅពេលដែលយើងរែងរួចហើយយើងចាក់ប្រេងអូលីវរបស់យើងចូលទៅក្នុងសាច់ម្សៅរបស់យើងសម្រាប់ប្រេងអូលីវហ្នឹងគឺមានចំណុះ100 ml បងអូនហើយយកទៅកម្ដៅនៅលើភ្លើងអ៊ុនៗហើយយកមកចាក់លាយជាមួយម្សៅបន្ទាប់មកទៀតយើងចាក់ពងមាន់ផ្នែកក្រហមរបស់យើងហើយយើងកូរឲ្យសព្វមកបងអូននៅពេលដែលកូរលបាយចូលសព្វអស់ហើយយើងចាប់ផ្ដើមចាក់ទឹកដោះគោយើង100 ml ចូលទៅក្នុងហ្នឹងហើយកូរលបាយទាំងអស់ចូលគ្នាឲ្យសព្វម្ដងទៀតនៅពេលដែលយើងកូរលបាយទាំងអស់ចូលសព្វគ្នាបានល្អហើយយើងទុកមួយដុំសិនបងអូនយើងបែរមកវាយពងមាន់ពណ៌សរបស់យើងបន្តទៀតណាបងអូនសម្រាប់ពងមាន់ពណ៌សរបស់យើងហ្នឹងគឺយើងវាយលាយជាមួយស្ករបងអូនចំនួន120ក្រាមហើយយើងអត់ចាក់ទាំងអស់ហើយណាបងអូនយើងចាក់បែងចែកជា4ដងបងអូនចាក់ម្ដងតិចហើយយើងវាយបដាយើងចាក់បដាយើងវាយបដាយើងចាក់បដារហូតដល់ពងមាន់ពណ៌សយើងឡើងបានល្អនៅពេលដែលពងមាន់ពណ៌សរបស់យើងវាយឡើងបានល្អបងអូននៅពេលដែលបងអូនលើកម៉ាស៊ីនមកបងអូនសាកមើលទៅថាពងមាន់ពណ៌សរបស់យើងជាប់ម៉ាស៊ីនបែបនេះបងអូនគឺបានន័យថាពងមាន់យើងវាយឡើងបានល្អហើយអញ្ចឹងយើងបន្តមកទៀតយើងចាក់ពងមាន់ពណ៌សរបស់យើងចាក់ទៅចូលលបាយដែលយើងលាយអំបញ្ញមិញហ្នឹងគឺចាក់ចូលគ្នាបងអូនហើយរបៀបកូរលាយគ្នាហ្នឹងគឺបងអូនកូរបើសិនជាបងអូនកូរពីស្ដាំទៅឆ្វេងគឺពីស្ដាំទៅឆ្វេងរហូតបងអូនគឺយើងអត់កូរច្បល់ចុះឡើងទេនៅពេលដែលយើងកូរច្បល់ចុះឡើងគឺអាចនឹងសាច់ម្សៅរបស់យើងអត់ឡើងបានល្អទេអញ្ចឹងយើងកូរដៃថ្នមមកបងអូនហើយយើងបែរមកបើកម៉ាស៊ីនដុតនំរបស់យើងម្ដងនៅពេលដែលយើងបើកម៉ាស៊ីនដុតនំហ្នឹងគឺយើងចាក់ទឹកក្តៅចូលបន្តិចបងអូនហើយយើងបើក10នាទីទុកចោលហើយបន្ទាប់ពីយើងដាក់កម្ដៅម៉ាស៊ីនទុកចោល10នាទីហើយយើងមកលាបពុំរបស់យើងសម្រាប់ពុំរបស់ខ្ញុំវិញគឺអត់ជាប់ទេបងអូនប៉ុន្តែខ្ញុំលាបប៊ឺតិចទៅដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយសម្រាប់ពុំបងអូនជាប់បងអូនគួរតែទ្រាប់กระดาษដុតនំបន្ថែមទៀតសម្រាប់ពុំរបស់ខ្ញុំគឺអត់ជាប់ទេបងអូនហើយយើងចាក់អញ្ចឹងមកណាបងអូននៅពេលដែលយើងចាក់ហើយបងអូនកុំភ្លេចអាលាក់វាឲ្យឡើងសាច់នំរបស់យើងឲ្យឡើងស្មើឲ្យវាចូលបានល្អគឺយើងអាលាក់វា2 3ដងទៅដើម្បីឲ្យសាច់នំយើងចូលបានល្អនៅពេលដែលយើងដាក់ក្នុងម៉ាស៊ីនហ្នឹងបងអូនកុំភ្លេចរុំกระดาษអ៊ីឡូមីញ៉ូមមួយជាន់ទៀតណារុំបាតខាងក្រោមមកបងអូនហើយយើងដាក់កម្ដៅក្នុងសីតុណ្ហភាព160អង្សាចំនួន60នាទីនៅពេលដែលយើង60នាទីហើយគឺនំយើងគឺមានសភាពបែបនេះបងអូនគឺឆ្អិនបានល្អហើយសាច់នំគឺទន់ល្មើយហ្មងបងអូននៅពេលដែលបងអូនបេះញ៉ាំក៏ដាក់ចូលក្នុងមាត់ក៏អាលាយដែរសាច់នំនេះគឺទន់ខ្លាំងមែនតើវាបងអូនដែលមានកូនតូចគឺត្រូវតែម្ដងបងអូនគឺក្មេងៗគឺចូលចិត្តញ៉ាំនំនេះណាគឺវាមានរសជាតិផ្អែមល្មមហើយគឺសាច់នំទន់មែនតែនបងអូនទន់ហើយស្រួលញ៉ាំអត់អ៊ូលទេណាបងអូនសាច់នំខ្លះយើងធ្វើខុសអាចនឹងញ៉ាំទៅវារាងអ៊ូលប៉ុន្តែសម្រាប់សាច់នំនេះវិញដាក់ចូលនៅក្នុងមាត់ក៏វារលាយដែរបងអូនគឺរសជាតិឆ្ងាញ់ផ្អែមល្មមហើយទន់មែនតែនបងអូនអាចសាកធ្វើឲ្យកូនតូចបងអូនញ៉ាំបានណាសម្រាប់នំនេះបងអូនអាចធ្វើអាហារសម្រន់ឲ្យកូនក៏បានបងអូនអាចធ្វើជាអាហារពេលព្រឹកឲ្យកូនញ៉ាំក៏បានគឺមានរសជាតិឆ្ងាញ់មែនតើចាំសាកល្បងធ្វើទាំងអស់គ្នា